អូខេនេះគឺជារយៈពេលមួយខែដែលខ្ញុំបានមកហាត់នៅ Go Rescue ជាមួយលោកគ្រូ Johnny វិនាទីនៃការបង្ហាញគីឡូបានចូលដល់ចាំការខ្ញុំហាត់ដងសូមរំលឹកដល់ការចងចាំរបស់ខ្ញុំបន្តិចគឺការហាត់ដង78កន្លះគីឡូរបស់ខ្ញុំណាឥឡូវមកមើលជាមួយនឹងជញ្ជីងដដែលតើវិជាថាជញ្ជីងនេះជញ្ជីងមិនមែនជញ្ជីងក្លឹងមាសក្លឹងគីឡូសម្រាប់ទៅខាងយកចំណេញណាអូខេ1 2 3បឹបអូ76មានន័យថាខ្ញុំស្រកបាន2កន្លះ6ខ្ញុំ78កន្លះ76 78 2កន្លះហ៎អេតែខ្ញុំចូលទៅ6 8កន្លះមានន័យថាអត់ត្រូវ2កន្លះដែរវ៉ាវខ្ញុំមកថាគាត់សម្រក់ហ្នឹងមិនសម្រក់ថាយកតែស្គមទេណាឥឡូវសម្រក់យកតែដុំទៀតឡើយបាទអញ្ចឹងបើគាត់ថាគាត់យកស្គមហ្មងអាចបោះ5គីឡូហ្មងនេះតែតែគាត់ចង់យកតែដុំតែចង់បានតាមដៃជើងគ្រូមិនមានមួយផ្លេទៅដល់អរគុណគ្រូតាមពិតខ្ញុំត្រូវយកមួយខែ5គីឡូតែខ្ញុំគាត់ថា2គីឡូកន្លះខ្ញុំសប្បាយចិត្តដែរមានន័យថាក្នុងហ្នឹងខ្ញុំស្រកខ្លាញ់ប៉ុន្តែខ្ញុំដោះសាច់វិញមានន័យថាសាច់ដុំរបស់ខ្ញុំមើលទៅគឺសំរុំសំរៀងតាមដងដៃដងជើងដងខ្លួនមុខមាត់អីហ្នឹងគឺថាខ្ញុំទទួលយកបានអញ្ចឹងខែក្រោយខ្ញុំនឹងយក5គីឡូទៀតឲ្យបានមានន័យថាដាក់ហើយត្រូវយកបានទៀតអញ្ចឹងយ៉ាងណាក៏បាន50គីឡូដែរប៉ុន្តែ50គីឡូខ្ញុំយកបានហ្នឹងគឺបំលែងពីខ្លាញ់ទៅជាសាច់អូខេអរគុណលោកគ្រូចុននេះដែលបានអរគុណខ្ញុំអរគុណបងប្អូនទាំងពីរតាមជាការឡាយលើកទឹកចិត្តខ្ញុំអរគុណពិសេសបំផុតពីអូនេះគឺខ្ញុំអរគុណសម្រាប់ខ្ញុំដែលតែខ្ញុំខែខ្ញុំហើយលើកទឹកចិត្តខ្ញុំនឹងធ្វើមកជុំញ៉ាំដើម្បីខ្ញុំបានមានការទាំងសុខភាពអស់បាននេះអរគុណខ្ញុំនឹងប្រឹងបន្តទៀតស៊ូមិនលេងសាច់ទេអញ្ចឹងរូបភាពបន្តទៀតខ្ញុំនឹងបង្ហាញពីការហ្វឹកហាត់ដោយញាក់សាច់របស់ខ្ញុំជាមួយគ្រូចុននេះតែគាត់ធ្វើបានខ្ញុំមិនខ្លះគាត់កុហកខ្ញុំមិនខ្លះគាត់បោកខ្ញុំមិនខ្លះរាងកាយបានលទ្ធផលខ្លះតាមទស្សនាទាំងអស់គ្នាតែវិញតុកយឺតពេលកម្មភាពរបស់ចម្រងកំពុងតែហាត់យកសាច់ផេក6កង់នៅ Golden Gym ឥឡូវកំពុងតែស្រកបាទបានជុំនេះមួយបង